យើងប្រាប់នាងខ្លងចៃឯងឲ្យដឹងទៅចុះបើសិនជាយើងឈ្នះសង្គ្រាមជាមួយកម្ពុជាណាយើងនឹងបានប្រយោជន៍ធំធេងទី1គឺយើងនឹងបានទឹកដីនៅបន្ថែមដែលរឹងមាំទី2គឺយើងនឹងបានកំណប់រ៉ែដ៏មហាសាលពីតំបន់នោះទី3គឺយើងនឹងបានប្រាសាទខ្មែរដ៏ស្រស់ស្អាតទី4គឺកងកម្លាំងយោធារបស់យើងនឹងកាន់តែមានឥទ្ធិពលជាងមុនទី5គឺយើងរំខានការរីកលូតលាស់របស់កម្ពុជាកុំឲ្យកម្ពុជាមានពេលអភិវឌ្ឍប្រទេសបានហើយទី6ឧទាហរណ៍ថាបើមានសង្គ្រាមលោកលើកទី3កើតឡើងយើងនឹងឆ្លៀតឱកាសវាយសង្គ្រុបយកកម្ពុជាតែម្ដងឃើញមានប្រយោជន៍ទេនឹងខ្លងចៃភ្លឺភ្នែកអានៅប៉ុណ្ណឹងភ្លឺភ្នែកយើងភ្លឺភ្នែកតើភ្លឺភ្នែកឃើញថាសណ្ដានថៃយើងនេះគឺជាសណ្ដានអាក្រក់នៅនឹងខ្លងចៃសម្ដីនាងដូចជាហួសហេតុពេកហើយណាបើនាងយល់ថាថៃអាក្រក់នាងរើបង្វិចចេញពីដីថៃទៅព្រោះថាទឹកដីថៃទាំងអស់ជាដីរបស់ខ្មែរដដែលហ្នឹងដែលដូនតារបស់យើងខំដណ្ដើមមកយ៉ាងលំបាក